បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំបង្ហាញតាក់ទងជាមួយនឹងប្រព័ន្ធស្រោចស្រពបាទ auto manual អញ្ចឹងណាអញ្ចឹងមានន័យថាប្រព័ន្ធស្រោចស្រពនឹងចែកចេញជាពីរផ្នែកបាទអញ្ចឹងផ្នែកទី1គឺយើងចង់ឲ្យវាបូមស្វ័យប្រវត្តិទៅតាមអ្វីដែលយើងកំណត់តាមរយៈ timer បាទហើយទី2មានន័យថាយើងអត់ចង់តាមកំណត់ទេយើងកាច់មក manual វាដំណើរការតែម្ដងអញ្ចឹងណាបាទអញ្ចឹងយើងត្រូវប្រើទី1 disjunctor បាទទី2 selector បាទទី3ហ្នឹងកងតា timer បាទ timer នេះឲ្យដែលយើងកំណត់ឲ្យវាធ្វើការថ្ងៃច័ន្ទគេពុធសុក្រសៅរ៍ហ្នឹងតាមពេលតាមម៉ោងដែលយើងកំណត់ណាបាទមួយថ្ងៃបូមប្រហែលដងស្រោចស្រពប្រហែលដងបាទហើយបូមពីថ្ងៃណាដល់ថ្ងៃណាអញ្ចឹងណាបាទធ្វើការមួយសប្តាហ៍ប្រហែលដងអញ្ចឹងនេះយើងកំណត់លើបានតាក់ទង timer 24ម៉ោងនេះបាទហើយយើងមានកងតាក់ទ័របាទហើយនឹង overload បាទខ្ញុំដាក់ជាប់គ្នាតែម្ដងទៅតាមព្រោះវានៅដាច់គ្នាទេបាទចឹងមានប៉ុណ្ណឹងហើយនឹង motor ដែលខ្ញុំលើកយកមកហ្នឹងគឺ motor Manova ហើយកងតាក់ទ័រ coil របស់វាគឺ Manova ដូចគ្នា220ណាបាទអញ្ចឹងទៅមួយចំណុចទៀតយើងចូលទៅដល់ការភ្ជាប់ sequence ណាបាទការភ្ជាប់ sequence ហ្នឹងបងប្អូនមើលមួយទៅបាទយកចិត្តទុកដាក់បាទអញ្ចឹងខ្ញុំមាន disjunctor មេ1ហើយនឹង disjunctor 1ពេសម្រាប់ control ផ្នែក sequence បញ្ជាអញ្ចឹងណាបាទអញ្ចឹងនៅក្នុងការបញ្ជាយើងមានselector បាទ selector នោះគឺបែងចែកជាពីរផ្នែកផ្នែកទី1 manual ផ្នែកទី2 auto បើនៅកណ្ដាលគឺ on off តែម្ដងបាទអត់ជាប់ទៅខាងណាទេបាទអញ្ចឹងយើងមាន timer 24ម៉ោងយើងមានកងតាក់ទ័រហើយនឹង overload ណាបាទបន្តមកទៀតយើងធ្វើការភ្ជាប់ sequence បាទភ្ជាប់មួយបាទអញ្ចឹងយើងភ្ជាប់ sequence ចេញពី disjunctor មេមកចូលទៅ disjunctor ចែកចាយបាទនេះ disjunctor នេះ control មានថាឧទាហរណ៍ថានេះ20 ampere អានេះតែ2 ampere ឬក៏3 ampere 4 ampere បានហើយបាទបាទអញ្ចឹងចេញពី disjunctor យើងអូសចូល selector ផ្នែក manual បាទ manual ហើយ manual auto យើងនិចរួមគ្នាហើយទៅបាទនិចរួមគ្នាបាទបន្តទៀតយើងធ្វើការអូសចេញពី manual direct មកចូលជើង overload បាទនេះយើងអូសចូលជើង overload មានថាចេញពី manual ចូលជើង95ជើងជាប់ណាចេញ96បាទចូលទៅជើងខុយរបស់កងតាក់ទ័របាទចេញ96ចេញពី96នេះរត់ចូលទៅកងតាក់ទ័រផ្នែក A1 បាទ A1 អញ្ចឹងបូមីនរបស់កងតាក់ទ័រនេះខ្ញុំបញ្ជាក់គឺ220 វ៉ុលណាបាទតមកទៀតយើងភ្ជាប់ផ្នែក manual រួចរាល់ហើយអញ្ចឹងផ្នែក manual នេះមានន័យថាបងប្អូនកាច់មកឆ្វេងពឹបវាជាប់ motor ដើរមិនចាំបាច់កំណត់ពេលទេគឺដើរទៅពេលដែលយើងចង់ឲ្យវាអូតូតាមការកំណត់ម៉ោងពេលវារបស់យើងវិញយើងកាច់មក manual កាច់មកអូតូវិញមកកាច់មកស្ដាំប៉ែកវិញមកបាទវាធ្វើការទៅតាមការកំណត់ថ្ងៃច័ន្ទពេលពុធរបស់សុក្រសៅរ៍ដែលយើងកំណត់ហ្នឹងបាទអញ្ចឹងធ្វើការភ្ជាប់ផ្នែកអូតូបាទផ្នែកអូតូនេះគឺយើងចេញមកចូលទៅជើង timer តែម្ដងចូលជើង timer ហើយចេញពីជើង timer នេះយើងបកទៅរោខ្សែចេញទៅ coil វិញបាទអញ្ចឹងនេះចេញពីនេះមកយើងអូសចូលទៅផ្នែក manual វិញផ្នែក output ណាផ្នែកចេញអញ្ចឹងបញ្ជាក់ម្ដងទៀតនៅពេលដែលបងប្អូនចង់បញ្ជាឲ្យវាដើរអូតូទៅតាមការកំណត់ចង់បានរបស់យើងបងប្អូនកាច់មកស្ដាំកាច់ពេកមកខាងស្ដាំនេះវានឹងវាយជាប់ហើយវាយជាប់ timer នឹងធ្វើការទៅតាមការកំណត់របស់យើងដែលខ្ញុំបញ្ជាក់ខាងលើមិញហ្នឹងយើងចង់ឲ្យធ្វើការម៉ោងប្រមាណនាទីហើយធ្វើការថ្ងៃណាខ្លះបាទហើយមួយសប្តាហ៍ធ្វើការមួយថ្ងៃឧទាហរណ៍មួយសប្តាហ៍ធ្វើ3ថ្ងៃអញ្ចឹងច័ន្ទពុធសុក្រអញ្ចឹងទៅបាទហើយបូមម្ដងរយៈពេលប្រហែលនាទីប្រហែលម៉ោងអញ្ចឹងណាយើងកំណត់បានថា24ម៉ោងនេះបាទអញ្ចឹងមានពីរផ្នែកហ្នឹងបាទផ្នែកអូតូនិងផ្នែក manual បងប្អូនចង់បូមភ្លាមត្រូវការទឹកបន្ទាន់នេះបងប្អូនកាច់មក manual មកគឺវាធ្វើការអត់ចប់ទេបាទនៅពេលយើងបូមរួចរាល់ហើយយើងកាច់ off បើកាច់ដាក់ off នេះគឺអត់ធ្វើការទាំងអស់បើកាច់មក A កាច់មកអូតូនេះគឺវាធ្វើការតាមការកំណត់ជាក់ប៉ុណ្ណឹងហើយយើងធ្វើការភ្ជាប់ខ្សែ nerd ចូលបាទនៅយើងចេញ disjunctor មេចូលបាទចូលមក timer បាទចូលមក timer ហើយចេញពី timer យើងអូសចូលកងតាក់ទ័របាទចេញពី timer នេះយើងអូសចូលមកកងតាក់ទ័រ A2 បាទអញ្ចឹងផ្នែក sequence បញ្ជាគឺខ្ញុំបានភ្ជាប់រួចរាល់ហើយបងប្អូនមើលមួយទៅភ្ជាប់បានហើយខ្ញុំធានាថាភ្ជាប់បានមានរូបជាក់ស្ដែងអញ្ចឹងហើយបាទអូខេតទៅទៀតផ្នែក sequence អានុភាពអញ្ចឹង sequence អានុភាពមានថា sequence ដែលយើងត្រូវភ្ជាប់ជាមួយ motor បាទភ្ជាប់ទៅ motor អញ្ចឹងដើម្បីកុំឲ្យខ្សែឆ្លងកាត់គ្នារញ៉េរញ៉ៃច្រើន
ដើម្បីងាយស្រួលបងប្អូនមើលខ្ញុំដាក់រូបភាពនេះដដែលគឺមកនៅខាងនេះបាទនេះដាក់សញ្ញាពុននេះគឺរូបភាពនេះបាទហាន់តែមួយឯងប៉ុន្តែដាក់កុំឲ្យឆ្វេងឆ្វាយឆ្លងកាត់គ្នាអូដាច់គ្នាអញ្ចឹងទៅជាងយើងដាក់ motor ឲ្យមកដើម្បីងាយស្រួលមើលបាទនេះ motor អញ្ចឹងយើងធ្វើការអូសសេគ្វីអានុភាពចូលបាទដោយសារតែភ្លើងយើងម៉ូណូហ្វាកុងតាក់ទ័រផ្នែកជើងអានុភាពសុទ្ធតែទ្រីហ្វាទាំងអស់បាទចូល3ចេញ3តែយើងធ្វើមិនឆ្នៃវាកុំឲ្យសល់ជើង overload ណាបាទអញ្ចឹងចាប់ដាក់អូសហ្វាចូលហើយចេញបកទៅលើវិញមកបាទអញ្ចឹងនេះចូលចេញបកទៅលើវិញមិនដែរចូលចេញបកមកជើងកណ្ដាលហើយជើងកណ្ដាលអូសdirect មក motor បាទមក motor អញ្ចឹងមកបាទឬរាល់បាទតមទៀតយើងភ្ជាប់តែខ្សែនៅទៅបាទនេះនៅខ្សែនៅផ្នែកប្រភពមេបាទអញ្ចឹងចូលចេញ direct មក motor ដូចគ្នាបាទអញ្ចឹងការភ្ជាប់ឬរាល់មានន័យថានៅពេលដែលយើងធ្វើ run ដំណើរការធម្មតាវាមានអីទេតែបើសិនប្រើ motor នឹងលើសបន្ទុក overload នឹងកាត់ផ្ដាច់អត់ឲ្យ motor ឆេះតន់ទេបាទយើងចង់ដំណើរការម្ដងទៀតយើងចុច reset ទៅវាដើរធម្មតាវិញអញ្ចឹងតាក់ទងជាមួយនឹង circuit ប្រព័ន្ធទឹកស្រោចស្រព auto manual នេះបាទរួចរាល់ហើយខ្ញុំបានបង្ហាញរួចរាល់ហើយអញ្ចឹងបញ្ជាក់សម្ភារៈអស់ទៅនឹងខ្ញុំមានទាំងអស់បាទបើបងប្អូនត្រូវការទិញអីហ្នឹងបាទអាចតាក់ទងបានណាបាទតាម channel ក៏បានតាមលេខទូរស័ព្ទ06933 909ហ្នឹងបាទអូខេខ្ញុំទៅមកចំណុចទៀតអូខេវីដេអូនេះរៀងវែងប៉ុណ្ណឹងសិនបាទកុំឲ្យទៅមកចំណុចទៀតវាវែងអញ្ចឹងបង្ហាញប៉ុណ្ណឹងចុះតាក់ទងជាមួយការរៀបចំប្រព័ន្ធស្រោចស្រពអូតូហើយនឹង manual មានថាឲ្យយើងកំណត់ឲ្យវាដើរអូតូយើងកាច់មកផ្នែក A បាទវានឹងធ្វើការទៅតាមការកំណត់ចង់បានរបស់យើងតាមពេលវេលាដែលយើងកំណត់ណាបើយើងចង់ឲ្យវាទៅ manual មានថាយើងមកដល់ចកាស្រាប់តែយើងចង់បន្ថែមទឹកឲ្យវាច្រើនជាងនឹងបន្តិចយើងកាច់មក manual មកអញ្ចឹង motor ធ្វើការអត់ឈប់ទេបាទតោះតែយើងកាច់មកអោបបាទវាឈប់កាច់មក A គឺវាដើរអូតូទៀតហើយថ្ងៃច័ន្ទគេពុតប្រហោះយើងទៅធ្វើការម៉ោងម៉ាននាទីបាទគឺច្បាស់លាស់បាទអញ្ចឹងការបង្ហាញរបស់ខ្ញុំមានប៉ុណ្ណឹងចុះបាទអរគុណ